Chỉ số một tuần ngọc này chả ngày ní cứ chỉ ngày bon Christmas và sân chỉ giờ này em bị rừng nè nơi xã hội Americ rồi có nè đại miềnในทางnè đạiการศาสนาคริสต์คือพวกกวาดบ้านគេហៅថា celebrate គេហៅថា Christmas ចាbon Noel បើសិនជានៅខាងបារាំងយើងហៅ Noel បងប្អូនเนาะនៅថ្ងៃចាក៏ប៉ុន្តែចំពោះអ្នកនៅអាមេរិកគឺជា bon Christmas ហើយពិធី bon Christmas នេះបងប្អូននឹងស្រាប់ហើយគឺជាពិធី bon ដែលម្នាក់គឺថាមានការใจគេហៅតែ gift ใจដូចថាអំណោយใจជារបស់បើសិនជាយើងធ្វើការគឺគេឲ្យជាដូចថា bonus នឹងហើយបើសិនជាយើងដូចថាមិត្តភ័ក្តិអីចឹងទៅគេទិញ gift ឲ្យគ្នាទៅវិញទៅមកចឹងទៅបងប្អូនហើយ gift នោះទៀតក៏មិនមែនជាចាំបាច់អីឲ្យថ្លៃឬក៏ស្អីដែរគ្រាន់តែជា gift ដូចថាបើសិនជាយើងចង់ទិញឲ្យបើសិនជានៅកន្លែងធ្វើការខ្លះគឺគេហៅថា white elephant អានឹងគឺថាម្នាក់គឺយើងនាំគ្នាលេងទិញដូចថា$10 $20 $5អីចឹងទៅតាមដូចថាទៅតាមអ្វីដែលយើងចង់ធ្វើហ្នឹងហើយមិនចាំបាច់ដូចថាជារបស់ថ្លៃទេក៏ប៉ុន្តែគ្រួសារខ្លះគឺគាត់ដូចថាទិញរបស់ថ្លៃឲ្យគ្នាគ្រួសារខ្លះក៏ទៅតាមសុខភាពអញ្ចឹងបានន័យថា bon Christmas នេះគឺជា bon ដូចថាគឺជាការដែលយើងចែករំលែកក្តីស្រឡាញ់ហើយនឹងដូចថាការដែលយើងចែករំលែកអំណោយឲ្យគ្នាថ្ងៃនេះគឺជាថ្ងៃពិសេសជាពិសេសកូនក្មេងតែម្ដងកូនក្មេងសប្បាយចិត្តចំពោះថ្ងៃនេះគឺថាម្នាក់សប្បាយចិត្តព្រោះអីបានដូចថាក្រោកទៅអង្គុយបន្លំឡើងអីចឹងនាំគ្នាបើកគេបើកអីចឹងទៅចាក៏ប៉ុន្តែចំពោះវីដេអូនេះគ្រាន់តែដូចថាចង់ចង្អុលបង្ហាញបន្តិចពី bon Christmas រួចហើយក៏ខ្ញុំចង់បញ្ចូលបន្តិចចាខ្ញុំបានផុសវីដេអូច្រើនដូចថាខ្ញុំបានផុសវីដេអូប្រាប់មិញដែរនិយាយអំពីរឿង bon Christmas ដូចថាហើយអ្នកខ្លះក៏មាន comment ថាអ្នកនៅទីនោះសប្បាយអ្នកនៅស្រុកខ្មែរអត់សប្បាយខ្ញុំយល់បងប្អូនចាក៏ប៉ុន្តែបងប្អូនត្រូវយល់ពីខ្ញុំដែរថាខ្ញុំរស់នៅក្នុងសហរដ្ឋអាមេរិកហើយកូនរបស់ខ្ញុំគឺធំធាត់នៅក្នុងសហរដ្ឋអាមេរិកអញ្ចឹងគាត់ដូចថាគាត់ celebrated នៅក្នុងពិធី bon Christmas នេះអញ្ចឹងខ្ញុំត្រូវធ្វើ celebrate Christmas សម្រាប់ក្រុមគ្រួសារក៏ប៉ុន្តែវីដេអូនេះគឺជាវីដេអូមួយចាក់ដោតពីព្រោះខ្ញុំចង់ឲ្យបងប្អូនដឹងថាសូម្បីតែជាពិធី bon Christmas ក៏ដោយឥឡូវនេះចប់ Christmas ហើយឥឡូវនេះមកដូចថាយប់ហើយអញ្ចឹងថ្ងៃ Christmas នឹងចប់ហើយអញ្ចឹងខ្ញុំចង់ចែករំលែកវីដេអូជាសារដូចថាបញ្ជាក់បងប្អូនយើងនៅស្រុកខ្មែរទាំងអស់ថាទោះបីជាខ្ញុំនៅទីនេះខ្ញុំសប្បាយនិយាយចំទៅខ្ញុំអាចទទួលបានថាវាជាការសប្បាយពីព្រោះជាពិធី bon Christmas ក្នុងមួយឆ្នាំយើង celebrate ម្ដងហើយជាពិធី bon ជាពិសេសខ្ញុំមានកូនទូចអញ្ចឹងថាកូនខ្ញុំសប្បាយណាស់គឺគេសប្បាយបើ gift ចាក៏ប៉ុន្តែខ្ញុំមិនដែលភ្លេចកុមារក្មេងឬក៏បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្មែរទេបងប្អូនហើយវីដេអូនេះក៏ខ្ញុំថាចឹងខ្ញុំចង់ផ្ញើសារទៅដល់បងប្អូនទាំងអស់ថាបើសិនជាខ្ញុំអាចរើបានពិធី bon Christmas នេះគឺជាពិធី bon ដែលខ្ញុំចង់សុំវល់ Santa គេហៅថា Santa ហើយខ្ញុំចង់ហើយខ្ញុំក៏ទិដ្ឋានដែរខ្ញុំក៏ទិដ្ឋានសុំ Santa ដែរថាពិធី bon Christmas នេះអ្វីដែលខ្ញុំចង់បាននៅធំបំផុតគឺចង់បានភាពយុត្តិធម៌របស់ប្រទេសកម្ពុជាចង់បានសុខសន្តិភាពឲ្យប្រទេសកម្ពុជាចាហើយចង់បានសុខសន្តិភាពឲ្យប្រជាជនកម្ពុជាយើងមិនចង់ឲ្យបងប្អូនប្រជាជនកម្ពុជាយើងដូចថារត់គ្រាប់ទេនឹងហើយខ្ញុំក៏បានប្រេសម្រាប់ប្រជាជនកម្ពុជាប្រទេសកម្ពុជាយើងទាំងអស់គ្នាដែរបងប្អូនខ្ញុំអត់ភ្លេចបងប្អូនទេក៏ប៉ុន្តែពេលវេលាថ្ងៃនេះគឺខ្ញុំត្រូវ celebrate Christmas ហើយម្យ៉ាងទៀតដូចថាយើងមានបុគ្គលិកដែលធ្វើការជាមួយយើងអញ្ចឹងដល់ពេល Christmas អញ្ចឹងពួកខ្ញុំត្រូវនាំពួកគាត់ទៅដើរលេងដើម្បីដូចថាជាការមួយដែលពួកយើងដូចថាអរគុណនឹងអ្វីដែលគាត់បានធ្វើការជាមួយពួកយើងអញ្ចឹងដែរចាហើយចំពោះវីដេអូនេះដែលខ្ញុំថាចាំបងប្អូនខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាខ្ញុំដឹងថាពេលវេលាឥឡូវនេះលំបាកចាហើយខ្ញុំក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាដែលជៀសផុតពីអ្វីគ្រប់យ៉ាងទាំងអស់មួយវិញទៀត Christmas គឺជាពេលវេលាដែលឲ្យអញ្ចឹងអ្វីដែលខ្ញុំសូមពី Santa គឺខ្ញុំសូមឲ្យប្រទេសកម្ពុជាមានសេចក្តីសុខកុំឲ្យមានសង្គ្រាមចាហើយសូមឲ្យពិភពលោកដូចថាយកចិត្តទុកដាក់លើប្រទេសកម្ពុជាយើងអញ្ចឹង Merry Christmas ហើយជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសេចក្តីសុខសេចក្តីសប្បាយសង្ឃឹមថា2026យើងនឹងបានសន្តិភាពហើយយើងនឹងមានសេចក្តីសុខចាហើយក៏សូមជូនពរបងទាំងអស់គ្នាឲ្យមានសុខភាពល្អនិងមានសុវត្ថិភាពទាំងអស់គ្នា